Đámក្រូចឆ្មានៅក្នុងផើងបើដឹងពីរបៀបនៃការគ្រប់គ្រងច្បាស់អាចបានផ្លែច្រើនជាងដើមនៅលើដីអ្វីដែលកាន់តែពិសេសវាងាយស្រួលគ្រប់គ្រងនិងបញ្ជាឲ្យចេញផ្លែបានគ្រប់រដូវប្រមូលផលបានពេញមួយឆ្នាំនៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទៅដឹងអំពីបច្ចេកទេសនៅក្នុងការដាំដុះក្រូចឆ្មានៅក្នុងផើងសមស្របសម្រាប់បងប្អូនដែលមានបរិវេណជុំវិញផ្ទះតិចណាយើងចង់ទុកបរិវេណជុំវិញផ្ទះហ្នឹងដើម្បីដាំដំណាំឬក៏ដើមឈើអីប្រភេទធំៗអីផ្សេងហើយយកក្រូចឆ្មាហ្នឹងមកដាំនៅក្នុងផើងមកអញ្ចឹងសម្រាប់ការដាំដុះក្រូចឆ្មានៅក្នុងផើងនេះទី1បងប្អូនត្រូវរៀបចំផើងបងប្អូនអាចជ្រើសរើសផើងដែលមានទំហំធំក៏បានតូចក៏បានទៅតាមស្ថានភាពនៃបរិវេណផ្ទះរបស់បងប្អូនអាចដាក់បានប៉ុណ្ណាអញ្ចឹងណាក៏ប៉ុន្តែផើងដែលអាចដាំដុះក្រូចឆ្មាដែលអាចឲ្យវាយើងដាំ2ទៅ3ឆ្នាំហើយវាអត់ទាន់ចាស់ឬខ្លាំងបងប្អូនគឺផើងដែលមានទទឹងទំហំ40 សង់ទីម៉ែត្រទៅ50 សង់ទីម៉ែត្រហើយកម្ពស់របស់វាគឺចន្លោះនឹងដែរ40ទៅ50 សង់ទីម៉ែត្របន្ទាប់ពីបងប្អូនទិញផើងហ្នឹងហើយបងប្អូនត្រូវមើលបាតផើងផងថាគេមានចោះរុនឬនៅផ្សឹកគេអត់ទាន់ចោះរុនតែបងប្អូនអាចចោះរុនវាចន្លោះពី3ទៅ5រុននៅបាតផើងហ្នឹងទៅហើយមួយរុនគឺមានកប់ចិត្តប្រហែលជា2 សង់ទីម៉ែត្រហើយការចោះបែបនេះពីព្រោះថាយើងទៅប្រកាសថាផើងហ្នឹងគឺវានឹងបហូរទឹកចេញនៅពេលដែលយើងស្រោចហ្នឹងបានល្អពីព្រោះថាក្រូចឆ្មាគឺវាជាប្រភេទដំណាំដែលមានប្រព័ន្ធឬខ្សោយវាអត់សូវជាចូលចិត្តទឹកច្រើនប្រហែលទេអញ្ចឹងយើងត្រូវតែប្រកាសថាបាតផើងរបស់យើងគឺត្រូវបានចោះហើយបហូរទឹកចេញបានល្អទី2បងប្អូនត្រូវតែជ្រើសរើសពូជការជ្រើសរើសពូជនេះបងប្អូនអាចផ្សំចេញពីដើមរបស់បងប្អូនក៏បានឬក៏បងប្អូនអត់មានទេបងប្អូនអាចទៅទិញក៏បានប៉ុន្តែត្រូវតែប្រកាសថាដើមដែលបងប្អូនទិញហ្នឹងគឺជាប្រភេទដើមដែលអត់មានមេរោគដូចជាពពួកអុចនៅលើស្លឹកឡើងពណ៌រៀងលឿងអញ្ចឹងយើងត្រូវជ្រើសយកប្រភេទដើមណាដែលល្អកាលណាតែដើមល្អយើងដាំទៅក៏វាអត់មានមេរោគអីដែរតែបើសិនបងប្អូនទិញមកប៉ះអាដើមដែលវាមានអុចហ្នឹងគឺច្បាស់ណាស់បងប្អូនអត់អាចដាំបានទទួលបានទិន្នផលល្អទេគឺវានឹងធ្វើឲ្យអុចទៅដល់ផ្លែហ្នឹងទៀតប្រភេទដីដែលបងប្អូនត្រូវយកមកដាំនៅក្នុងផើងហ្នឹងគឺបងប្អូនត្រូវតែយកប្រភេទដីដែលវាសុសល្អណាហើយបើសិនបើបងប្អូនអត់បានទេបងប្អូនអាចលាយតាមរូបមន្តនេះក៏បានគឺបងប្អូនយកប្រភេទអង្កាមដុតណាឬក៏អង្កាមដែលពុកផុយចំនួន1ធុងតូចល្មមដែលយើងមើលទៅយើងលាយគ្នាទៅសមាមាត្រវាអាចពេញមកផើងយើងបានណាអញ្ចឹងប្រើអង្កាមពុកផុយចំនួន1ធុងដីខ្មៅធម្មតាហ្នឹងចំនួន1ធុងមកឬមួកសัตว์ស្ងួតហ្នឹងចំនួន1ធុងដែរអញ្ចឹងមានន័យថាយើងប្រើបរិមាណស្មើគ្នាអង្កាមពុកផុយ1ធុងដីខ្មៅ1ធុងលាយមួកសัตว์ដែលស្ងួតណាចំនួន1ធុងហើយលាយជាមួយនឹងជីរូបមន្តគីមីដែលមានរូបមន្ត15មួយស្លាបព្រាច្របល់ចូលគ្នាឲ្យសព្វហើយចាំបងប្អូនយកវាទៅដាក់នៅក្នុងផើងរបស់យើងបន្ទាប់ពីបងប្អូនដាក់ដាំរួចហើយបងប្អូនយកឈើក៏បានអាស័យអីក៏បានដែរយកមកដាក់ជងប៉ះជាមួយនឹងដើមក្រូចរបស់យើងដើម្បីការពារខ្យល់កុំឲ្យវាញ័រពីព្រោះថាយើងយកវាទៅដាំភ្លាមឬវាអត់ទាន់ចាប់ជាមួយដីទេអញ្ចឹងយើងត្រូវតែជងទុកវាហើយមួយវិញទៀតបងប្អូនត្រូវតែដាក់ដើមក្រូចហ្នឹងនៅកន្លែងដែលទទួលបានពន្លឺព្រះអាទិត្យណាពេញមួយថ្ងៃតែម្ដងហើយក៏បីដែរមិនភ្លេចហ្នឹងបើសិនបងប្អូនដាំនៅបរិវេណជុំវិញផ្ទះយើងដាំដីណាបងប្អូនគួរតែកល់ឥដ្ឋប្រហែលជា3ដុំនៅបាតផើងទៅដើម្បីកុំឲ្យឫសរបស់ក្រូចឆ្មាហ្នឹងវាចាក់ដល់ដីកាលណាតែវាចាក់ដល់ដីគឺពិបាកនឹងគ្រប់គ្រងពីព្រោះក្រូចឆ្មានេះយើងត្រូវតែគ្រប់គ្រងនិងបញ្ជាវាឲ្យចេញផ្លែពេញមួយឆ្នាំអញ្ចឹងយើងត្រូវតែកល់អត់ហ្នឹងកុំឲ្យឫសវាចាក់ទៅដល់ដីការថយតមគឺងាយទេបងប្អូនយើងស្រោចទឹកវាជារៀងរាល់ថ្ងៃទៅស្រោចមួយល្មមកជោគទៅហើយនៅពេលដែលវាស្ងួតទៀតយើងស្រោចវាទៀតទៅហើយចំពោះការដាក់ជីបងប្អូនអាចដាក់ជីលាមកសត្វឬក៏ជីគីមីក៏បានមួយខែតែម្ដងទេយើងដាក់បំពន់វាទៅពីព្រោះថាមិនថាតើមនុស្សឬក៏រុក្ខជាតិទេវាត្រូវការអាហារបំពន់ហើយបងប្អូនត្រូវតែសង្កេតមើលដីនៅក្នុងផើងដែរបើសិនបើវាស្រកបងប្អូនបន្ថែមវាវិញណាហើយបរិមាណប្រហែលយើងដាក់ខាងដើមនឹងទៅពាក់ព័ន្ធជាមួយនឹងជំងឺនឹងសត្វល្អិតដូចបងប្អូនបានដឹងហើយក្រូចឆ្មាក៏វាមានជំងឺនឹងសត្វល្អិតមួយចំនួនផងដែរបើសិនបើយើងឃើញថាមានពពួកតកៅឬក៏សត្វល្អិតផ្សេងៗមកស៊ីស្លឹកជាពិសេសគឺអាត្រួយខ្ចីគឺបងប្អូនអាចប្រើទឹកខ្មេះឈើប្រមាណ 150cc លាយជាមួយនឹងទឹក20លីត្រដើម្បីបាញ់វាមួយសប្តាហ៍ម្ដងអីចឹងទៅបើសិនបងប្អូនចង់ប្រើប្រាស់បរិមាណតិចជាងនេះបងប្អូនលុយលោកតាមហ្នឹងទៅរូបមន្តគេគឺ 150cc ជាមួយទឹក20លីត្របងប្អូនចង់ប្រើទឹកទៅ5លីត្របងប្អូនដកទៅតាមហ្នឹងចឹងទៅចំណុច3ធំពាក់ព័ន្ធជាមួយនឹងការជំរុញឲ្យក្រូចឆ្មាចេញផ្លែគ្មានរដូវអាចប្រមូលផលបានពេញមួយឆ្នាំមិនថាយើងអាចបេះញ៉ាំបានពេញមួយឆ្នាំអញ្ចឹងជាទម្លាប់របស់ក្រូចឆ្មា
ដើម្បីឲ្យវាចេញផ្កាផ្លែបានតើតើវាលាស់ត្រួយថ្មីអញ្ចឹងនៅពេលដែលបងប្អូនចង់ឲ្យវាលាស់ត្រួយថ្មីបងប្អូនត្រូវតែអាសាតែងមេឃវាកុំឲ្យវាដុះទៅលូតលាស់ឲ្យខ្ពស់ពេកបងប្អូនត្រូវតែតែងមេឃចាស់ចេញជាប្រចាំហើយអ្វីដែលសំខាន់បងប្អូនត្រូវតែដាក់ផើងដែលយើងដាំក្រូចឆ្មាហ្នឹងធ្វើយ៉ាងណាឲ្យវាប៉ះពន្លឺព្រះអាទិត្យបានពេញមួយថ្ងៃដើម្បីជំរុញឲ្យក្រូចឆ្មាបង្កើតផលបានច្រើនបងប្អូនត្រូវតែប្រើវិធីនេះគឺនៅពេលដែលក្រូចឆ្មាបងប្អូនមានអាយុចន្លោះពី8ដល់10ខែបងប្អូនត្រូវតែតែងមេឃក្រូចឆ្មាដែលមានរោគឬក៏មេឃដែលចាស់ចេញបន្តមកទៀតបងប្អូនត្រូវតែឈប់ឲ្យទឹកវាឈប់ឲ្យដាក់ទឹកមិនតែឈប់ស្រោចទឹកក្រូចឆ្មាហ្នឹងនៅក្នុងកំឡុងខែសីហាប្រហែលតែពី7ទៅ10ថ្ងៃឯងហើយបងប្អូនសង្កេតមើលឃើញថាបន្ទាប់ពីយើងផ្អត់ទឹកវាយើងអត់ស្រោចទឹកវាក្រូចឆ្មាហ្នឹងស្លឹកវាចាប់ផ្ដើមក្រៀមហើយខ្លះទៀតគឺចាប់ផ្ដើមជ្រុះហើយអញ្ចឹងនៅពេលដែលយើងឃើញវាសភាពបែបនេះបងប្អូនចាប់ផ្ដើមដាក់ជីគីមីដែលមានរូបមន្ត12 24 12ក្នុងអត្រា100ក្រាមឬក៏1ខាំហើយនៅក្នុងមួយដើមហើយបងប្អូនត្រូវតែស្រោចទឹកភ្លាមបន្ទាប់ពីបងប្អូនធ្វើបែបនេះ15ថ្ងៃក្រោយមកត្រួយខ្ចីរបស់វានឹងចាប់ផ្ដើមលូតលាស់ហើយផ្ការបស់វាក៏នឹងចាប់ផ្ដើមចេញដែរអញ្ចឹងនេះហើយគឺជារបៀបដែលគេជំរុញឲ្យក្រូចឆ្មាចេញផ្កាផ្លែខុសរដូវហើយជាទូទៅដើម្បីការពារឲ្យក្រូចឆ្មានឹងជៀសផុតពីការយាយីរបស់សត្វល្អិតផ្សេងបងប្អូនអាចប្រើប្រាស់ថ្នាំដើម្បីកម្ចាត់សត្វល្អិតយើងលាយតាមបែបធម្មជាតិក៏បានយើងប្រើប្រាស់ថ្នាំគីមីក៏បានដែរទៅតាមសារភាពជាក់ស្ដែងដែលបងប្អូនអាចរកបានបន្ទាប់ពីចេញផ្កាបានរយៈពេល4ខែក្រូចឆ្មារបស់យើងនឹងចាប់ផ្ដើមប្រមូលផលបានហើយអញ្ចឹងទាំងនេះហើយគឺជារបៀបនៃការដាំដុះក្រូចឆ្មានៅក្នុងផើងហើយសង្ឃឹមថាវានឹងក្លាយទៅជាប្រយោជន៍ទៅដល់បងប្អូនយើងទាំងអស់គ្នាចា៎អរគុណ